số đây bốn ở này bây giờ mình thử làm hạt lịch 4 đó là một con mấy cá trong một con mấy cá đấy cái này y cái chẳng anh ấy x này y cái này 7x ដក 4y ស្មើដល់ 7 នេះដល់ 7x បូក 6y ស្មើនឹង 2 អញ្ចឹងយើងអាចធ្វើតាមវិធីបូកបំបាត់ឥឡូវនេះអាចគុណឲ្យ 3 បាន 12 នេះគុណឲ្យ 2 បាន 12 អញ្ចឹងបាត់ y មុនយើងតាំងសមីការ 1 សមីការ 2 យើងយកនេះគុណ 3 បាន 12 នេះគុណឲ្យ 2 បាន 12 ដូចគ្នាអញ្ចឹងយើងបានប្រព័ន្ធថ្មី 3 8 ដង 24x 3 4 ដងដក 12 y ស្មើឲ្យ 3 7 ដង 21 សេ1ត្រាទុក 2 3 ដង 3 3 2 5 នេះ 2 7 ដងដក 14 នេះ 2 6 ដង 12 បូក 12 y ស្មើឲ្យ 2 2 ដង 4 អញ្ចឹងយើងអាចបូកបំបាត់មកអានេះ 24 ដក 14 នៅសល់ 10x ហើយដក 12y បូក 12y អស់ហើយអានេះវិញនៅសល់បាន 55 ជាងទាញហៅ x គឺស្មើឲ្យ 55 លើឲ្យ 10 អញ្ចឹងយើងអាចសម្រួលមក x ស្មើឲ្យចែក5បាន 11 លើឲ្យចែក5បាន 2 11 លើ 2 យើងយកវាចំនួនក្នុងសមីការ1មកអញ្ចឹងសមីការ1យើងបាន8គុណឲ្យ x 11 លើ 2 11 លើ 2 ដកឲ្យ 4y គឺស្មើឲ្យ 17 អញ្ចឹង 8 នេះសម្រួល 1 2 នេះបាន 4 គុណឲ្យ 11 បាន 44 ដកឲ្យ 4y ស្មើឲ្យ 17 អញ្ចឹងដក 4y គឺស្មើឲ្យ 17 ដក 44 14y គឺស្មើឲ្យយក44ដក 17 វិញមកអញ្ចឹងយក44ដក 17 14 10 17 13 4 7 សម 27 អញ្ចឹងស្មើដក 27 អញ្ចឹង y ស្មើដក 27 លើឲ្យដក 4 អញ្ចឹងយើងអាចសម្រួលមកសម្រួលសញ្ញាដកយើងបាន 27 លើ 4 អញ្ចឹងដូចនេះ11 លើ 2 ហើយនឹង 27 លើ 4 ជាគូចម្លើយនៃប្រព័ន្ធសមីការយើង